បាទសួស្តីថ្ងៃនេះខ្ញុំមកបង្ហាញតកតងនឹង finger scan ដែរទេតែនៅថ្ងៃនេះខ្ញុំនឹងធ្វើការតេស្តផ្ទាល់ជាមួយនឹង finger scan អញ្ចឹងការតេស្តផ្ទាល់នេះងាយស្រួលមើលនិងងាយស្រួលយល់តកតងនឹងបងប្អូនដែលគាត់ទៅតែទិញ finger scan មកហើយគាត់អត់ទាន់ដឹងថាចូលឆែកមើលនៅលើ finger scan នឹងតកតងនឹងឈ្មោះបុគ្គលិកតកតងនឹង report ពេល scan ចេញ scan ចូលអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះចំណុចសំខាន់របស់ខ្ញុំគឺខ្ញុំមកបង្ហាញអំពីការបង្ហាញអំពីreport តកតងនឹងការ scan ប្រចាំថ្ងៃដើម្បីយើងដឹងថាបុគ្គលិកណាចូលធ្វើការ late ឬក៏មកធ្វើការមុនម៉ោងអញ្ចឹងណាអញ្ចឹងដំបូងខ្ញុំចូលទៅបើក app របស់វាបើក app របស់ម៉ាស៊ីន scan បន្ទាប់មកនៅក្នុងនេះវាអត់ទាន់ connect ទៅម៉ាស៊ីន printer ទេprinter finger scan ទេអញ្ចឹងដើម្បី connect យើងចុចឲ្យចំកន្លែងហ្នឹងមកយើងចុចពាក្យ connect មកនេះជាមួយនឹងម៉ាស៊ីន scan តែជាមួយនឹងម៉ាស៊ីន scan ផ្ទាល់វាអាចឲ្យយើង connect បានចុច zoom ពេកវាមើលអត់កើតអញ្ចឹងខ្ញុំ connected មានន័យថាវាអ៊ីនធឺណិត finger scan ហ្នឹងភ្ជាប់ជាមួយអ៊ីនធឺណិតហើយកុំព្យូទ័រយើងក៏ភ្ជាប់ជាមួយអ៊ីនធឺណិតដែរដើម្បីចូលមើល report បានដំបូងយើងចូលទៅកន្លែងនេះ download ហើយ attendance log យើងចុចលើហ្នឹងមកអញ្ចឹងវាចាប់ផ្ដើមទាញដោយសារតែ app នេះ finger scan នេះខ្ញុំអត់សូវដែលបានចូលទៅមើលអញ្ចឹងវាទាញទិន្នន័យមករៀងយូរអញ្ចឹងតើតើនឹងការបង្ហាញនេះជាឈ្មោះបុគ្គលិកយើងដែលគាត់បាន scan ហើយតើតើនឹងឈ្មោះបុគ្គលិកនេះជាឈ្មោះបុគ្គលិកផ្ទាល់អ្វីដែលខ្ញុំធ្វើបង្ហាញជាវីដេអូមុននោះគ្រាន់ជាការឧទាហរណ៍ដើម្បីបង្ហាញបងប្អូនតែនៅក្នុងវីដេអូនេះជាផ្ទាល់ជាមួយនឹងឈ្មោះបុគ្គលិកបន្ទាប់ពីយើងចុចកន្លែង download នឹងហើយបន្ទាប់មកយើងចូលទៅកន្លែង report ឧទាហរណ៍ថា our company យើងចុចall មកហើយយើងកំណត់ថ្ងៃឥឡូវខ្ញុំដាក់ថ្ងៃហ្នឹងហ្មងតោះអញ្ចឹងខ្ញុំចុចcalculate អញ្ចឹងវាបង្ហាញព័ត៌មានបុគ្គលិកមកនេះខ្ញុំសូមឲ្យបិទឈ្មោះនេះបន្តិចទៅតនឹងឈ្មោះបុគ្គលិកគាត់ចូលធ្វើការម៉ោងscan ចូលម៉ោង 8តែគាត់ scan នៅម៉ោង 8 1 នាទីមានន័យថាគាត់ late ហ្នឹងណា late 1 នាទីហើយវីដេអូទៅនឹងការ late ហ្នឹងក៏ខ្ញុំបានបញ្យល់បងប្អូនដែរទៅនឹងការកំណត់ម៉ោងនៅក្នុងវីដេអូមុនអញ្ចឹងណាអញ្ចឹងគាត់បុគ្គលិកដែល late មាន 2 នាក់លេខ 4 នេះម្នាក់ទៀតនេះ 7 នាទីហើយបុគ្គលិកម្នាក់ទៀតនេះអត់ទាន់ late ទេប៉ុន្តែវាចូលលក្ខណៈ00 អត់ទាន់ចូលដល់1 នាទីទេប៉ុន្តែវាបញ្ជាក់ថា late ដែរអញ្ចឹងណា
អញ្ចឹងនេះជាការ scan ក្នុងថ្ងៃហ្នឹង scan កន្លះថ្ងៃអញ្ចឹងដើម្បី scan មើលមួយថ្ងៃខ្ញុំយកពីម្សិលមិញថ្ងៃទី6និងថ្ងៃទី6ភាសាថាមួយថ្ងៃពេញអញ្ចឹងនៅកន្លែងនេះនេះឈ្មោះលេខរៀងទី2នេះគាត់ scan ចូលមកម៉ោង7:41ឃើញណាម៉ោង7:41អញ្ចឹងគាត់អត់មាន late ទេណាហើយកន្លែងនេះចេញវិញន័យថាសុំឲ្យធំទៅកន្លែងនេះគាត់ចេញម៉ោង15 sorry 15ម៉ោង5ល្ងាចហើយគាត់អ្នកនេះគាត់ scan មុនម៉ោង1នាទីណាគាត់ scan មុនម៉ោង1នាទីគេដាក់ early 1នាទីណាមុនម៉ោង1នាទីហើយអ្នកទីនេះទៀតគាត់ scan out ដល់ម៉ោង5អត់ឃើញ in ទេតែ scan ចេញ out ម៉ោង5មានន័យថាគាត់ចេញមុន5ម៉ោងមុន5ម៉ោង3នាទីមុនអញ្ចឹងណាអញ្ចឹងមុនម៉ោងអញ្ចឹងតកតងនឹងការបង្ហាញ report មានតែប៉ុណ្្នឹងទេហើយនេះជានៅកន្លែងនេះតាមផ្នែកតែវីដេអូខ្ញុំធ្វើមុននោះវាផ្នែកផ្សេងអញ្ចឹងណាផ្នែកខ្ញុំគាត់និយាយឧទាហរណ៍ខ្ញុំដាក់ផ្នែកផ្សេងតែនៅក្នុងនេះជាម៉ាស៊ីនទូរស័ព្ទម៉ាស៊ីន printer ពិតអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំមើលឈ្មោះម្នាក់នេះគាត់អត់បាន scan ប្រហែលជាចឹងមើលអ្នកនេះមួយទៀតអ្នកនេះគាត់ចេញនៅម៉ោងនេះហើយថ្ងៃហ្នឹងដដែលអញ្ចឹងអ្នកនេះក៏អត់បាន scan ដែរប្រហែលជាថ្ងៃហ្នឹងគាត់ច្បាប់អញ្ចឹងតើតើនឹងការបង្ហាញ report និងក៏ scan មានតែប៉ុណ្្នឹងទេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់ឬក៏អត់ទាន់នៅកន្លែងណាមួយអាច comment នៅខាងក្រោមបាន